ប៉ុន្តែបើឲ្យដឹងថាខ្លួនឯងជាអ្នកស្រឡាញ់ភេទដូចគ្នានៅពេលណាគឺតាំងពីអាយុ7ឆ្នាំអូតាំងពី7អូយូរដែរមានដៃគូហើយ11ឆ្នាំហើយ11អត់ចង់លាក់ទេតែដល់គ្នាគាត់ស្អាតថាបងខ្ញុំមិនមែនស្រីទេណាហើយហើយគាត់ឆ្លើយមួយបងថាមិនគាត់ថាអត់ខ្វល់ទេខ្វល់ពីអារម្មណ៍របស់គាត់ស្រឡាញ់បងជាបងអូននៅយកទៅដល់ស្រុកជាធម្មតាទៅដល់ស្រុកនឹងស្រាប់ហើយបងប្អូនគេហ្នឹងហើយបងប្រាប់ហើយទៅយកចេះមួយចុះពីរចេះមួយចុះពីរហើយប្តីពេលទៅហ្នឹងកាន់រូបថតប្រពន្ធទៅ2សន្លឹកទៀតម្ដាយថាអត់យកមកទេអញខ្មាស់គេអញអត់មានកូនភាសាខ្ទើយនិយាយចំតែគេប្រើភាសាហ្នឹងក្នុងទូរស័ព្ទទាំងយើងឌឺថាអញអត់មានកូនភាសាខ្ទើយទេអូនឯងបងទៅដល់ខ្ទង់មក4ល្ងាចហ្នឹងណាអ្នកស្រុកអ្នកភូមិមកលេងយើងដូរទៅខិនគេមកលេងយើងគេមកមើលយើងណាគេមកមើលយើងអ្នកខ្លះថាគឺទៅពេលស្ដាប់រឿងបងរាស៊ីមានអារម្មណ៍ថា inspire អារម្មណ៍ថាជួយលើកទឹកចិត្តពួកអីពីដើមមកយើងតែតែលើថាអូអ្នកស្រីភេទដូចគ្នាគឺអត់មានអនាគតទេពួកអីលឺច្រើនខ្លាំងមែនតើបងសូមបញ្ជាក់ថា32 podcast មានការពិភាក្សាអំពីទំនាក់ទំនងស្នេហាសុខភាពផ្លូវភេទនិងប្រធានបទរសើបផ្សេងទៀតដែលត្រូវបានកែសម្រួលជាពិសេសសម្រាប់សហគមន៍ LGBTQI+ ខ្លឹមសាររួមមានភាសាផ្លូវភេទនិងអាចនិយាយអំពីប្រធានបទសម្រាប់មនុស្សពេញវ័យដែលប្រហែលជាមិនសមរម្យសម្រាប់ទស្សនិកជនទាំងអស់នោះទេជាពិសេសអ្នកស្ដាប់វ័យក្មេងយើងលើកទឹកចិត្តឲ្យមានការណែនាំពីមេដាបេដាសម្រាប់អ្នកស្ដាប់ដែលមានអាយុក្រោម18ឆ្នាំសូមរីករាយស្ដាប់ podcast នេះទាំងអស់គ្នាសួស្ដីអ្នកគ្នាខ្ញុំសាន់នេះស្វាគមន៍ម្ដងទៀតមកកាន់32 podcast ហើយនៅក្នុងអេពីសូតនេះដែរយើងនឹងធ្វើការជួបជាមួយនឹងភ្ញៀវកិត្តិយសរបស់យើងដែលគាត់មានឈ្មោះថាបងរ៉ាស៊ីដែលគាត់គឺជាអ្នកបដូរយេនឌ័រមួយរូបហើយគាត់ជាសកម្មជនដែលធ្វើការជាមួយនឹងក្រុម LGBT នៅក្នុងប្រទេសកម្ពុជាផងដែរដើម្បីកុំឲ្យខាតពេលវេលាយូរសូមអញ្ជើញភ្ញៀវកិត្តិយសរបស់យើងធ្វើការណែនាំខ្លួនចាជំរាបសួរអូនចារីកមែនតើដែលបានចូលរួមជាមួយនៅកម្មវិធី32 podcast សម្រាប់ការងារថ្ងៃនេះខ្ញុំរ៉ាស៊ីគឺជាប្រធានបណ្ដាញចាក់ទៅមុខនៅក្នុងប្រទេសកម្ពុជាដែលធ្វើការងារជាមួយនឹងក្រុម LGBT បណ្ដាញចាក់ទៅមុខគឺជាបណ្ដាញអ្នកស្រឡាញ់ភេទដូចគ្នាថ្នាក់ជាតិនៅក្នុងប្រទេសកម្ពុជាព្រមទាំងចូលរួមការកាត់បន្ថយការរីករាលដាលមេរោគអេដជំងឺអេដនៅក្នុងចំណោមពួកគាត់សម្រាប់បទពិសោធន៍របស់រ៉ាស៊ីធ្វើការងារ18ឆ្នាំបើគិតទៅអតិការជាមួយនឹងបណ្ដាញអូចិត្តអាយុប៉ុនខ្ញុំចិត្តអាយុប៉ុនខ្ញុំ18ឆ្នាំឥឡូវនេះរ៉ាស៊ីមានអាយុ34ឆ្នាំហើយចូលធ្វើការតាំងពីអាយុ16ឆ្នាំកំឡុងពេលពីមុនដែលបង start ដំបូងមកដល់ឥឡូវតើការរើសអើងវាមានការផ្លាស់ប្ដូរខ្លាំងអត់បងសម្រាប់ការរើសអើងគឺមានការផ្លាស់ប្ដូរច្រើនមែនទែនប៉ុន្តែច្រើននៅក្នុងបើយើងនិយាយតាក់ទងនៅក្នុងសហគមន៍ខ្មែរមូស្លីមវានៅតែមាននេះប៉ុន្តែបើឲ្យខ្លាំងដូចពីសម័យកាលមុនវាអត់ទេចាប៉ុន្តែឥឡូវយើងអាចធ្វើការងារបានយើងអាចជួបជាមួយនឹងសហគមន៍យើងបានវាអត់មានជាអីបញ្ហាណាឥឡូវហ្នឹងប៉ុន្តែបើគំនិតពីសាសនាគឺនៅតែមានសាសនាតតោចាវានៅតែមានតតោនឹងសាសនាជាធម្មតាសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងសាសនាមូស្លីមគឺតម្រូវអត់ឲ្យមានទេអត់ឲ្យមានហ្នឹងហើយនៅក្នុងគម្ពីរកូរ៉ានរបស់សាសនាមូស្លីមគឺតម្រូវឲ្យមានភេទតែពីរទេគឺភេទប្រុសហើយនិងភេទស្រីហើយសម្រាប់អ្នកប្រូ gender ដូចបងរ៉ាស៊ីគឺ no មិនឲ្យមានទេនៅក្នុងគ្រួសារមូស្លីមចាឥឡូវខ្ញុំអាចសួរបងមកថាតើក្នុងនាមជាបងជាអ្នកប្រូភេទប្រូ gender អញ្ចឹងតើពេលដែលបងប្ដូរតើសាសនាបងនៅតែទទួលស្គាល់បងទេឬក៏បងត្រូវតែដើរផ្លូវខ្លួនសម្រាប់ការបដូរ gender បងរ៉ាស៊ីសម្រាប់ខ្ញុំផ្ទាល់បាទគឺមានការរងសម្ពាធខ្លាំងគឺសម្ពាធទី1គឺសម្ពាធពីគ្រួសារហើយដែលផ្ដើមចេញពីសាសនានឹងឯងហើយបើនិយាយពីសម្ពាធនេះគឺសម្ពាធពីឪពុកហើយនឹងបងប្រុសដែលគាត់មិនចង់ឲ្យយើងខ្លាចជាអ្នកប្ដូរ gender ទេហើយសំខាន់បំផុតគឺគ្រួសារខាងឪពុកព្រោះដោយសារខាងគ្រួសារខាងឪពុកគាត់អ្នកកាន់សាសនាបាទតឹងរឹងអានេះជាគំនិតមួយដែលធ្វើឲ្យរ៉ាស៊ីពិបាកដែរប៉ុន្តែជាការតាំងចិត្តជាការស្រឡាញ់ពីធម្មជាតិហើយសម្រាប់នាងខ្ញុំគឺខ្ញុំត្រូវធ្វើឲ្យបានហ្នឹងហើយបងអូខេទៅសារបងដែរព្រោះអីខ្ញុំគិតថាសាសនាគឺជាចំណុចមួយដែលមនុស្សគ្រប់គឺព្រោះអីគ្រួសារយើងគាត់ទទួលស្គាល់គាត់គោរពសាសនាប៉ុន្តែយើងជំនះវាបានខ្ញុំសរសើរបងហើយរឿងមួយទៀតបងសូមកាត់អូនបាទតាក់ទងរឿងដែលថាយើងខុសសាសនាហ្នឹងវាត្រឹមត្រូវហើយប៉ុន្តែអ្វីសំខាន់
សម្រាប់យើងជាអ្នកបដូរ gender ដែលយើងស្ថិតនៅក្នុងសាសនាស្ថិតនៅក្នុងសហគមន៍ខ្មែរមូស្លីមយើងត្រូវតែរៀបចំខ្លួនឲ្យជាមនុស្សដែលរឹងមាំមនុស្សដែលល្អនៅក្នុងសហគមន៍នៅក្នុងសង្គមគ្រួសារយើងទៅអានឹងវាអាចជួយយើងបានដែរ ត្រឹមត្រូវបង បើកាលណាយើងជាអ្នកបដូរ gender ហើយប៉ុន្តែយើងជាមនុស្សមួយដែលអត់មានចង់និយាយថាអ្នកដែលបង្កបញ្ហានៅក្នុងគ្រួសារបង្កបញ្ហានៅក្នុងសហគមន៍ក៏វាលំបាកដែរតែតូនចំណុចហ្នឹងណាប៉ុន្តែចាក់ស្ដែងដូចបទពិសោធន៍របស់បងរាស៊ីផ្ទាល់ដោយសារការអភិវឌ្ឍខ្លួនឯងមានន័យថាការក្រោបឈរជាខ្លួនឯងរស់ពឹងដោយខ្លួនឯងមានន័យថាស្វែងរកប្រាក់ចំណូលបំពេញតម្រូវការខ្លួនឯងភាពរឹងមាំនៅក្នុងសហគមន៍ជាមនុស្សមួយដែលល្អនៅក្នុងសហគមន៍ចង់និយាយថាជាមនុស្សមួយដែលអត់មានបញ្ហាហើយអត់ដែលមានការឆ្លោះប្រកែកជាមួយអ្នកណាអ្នកណីហើយជាមនុស្សមួយដែលគំរូនៅក្នុងសហគមន៍ហ្នឹងហើយជានេះហើយជាចំណុចដែលធ្វើឲ្យបងប្អូននៅក្នុងសហគមន៍មូស្លីមហ្នឹងគាត់មានការផ្លាស់ប្ដូរការកាត់ដែរប៉ុន្តែឲ្យផ្លាស់ប្ដូរការកាត់ 100% គឺអត់មានវានៅមានដែរវាមានតិចតួច ហ្នឹងហើយដូចបងបានលើកឡើងអញ្ចឹងទោះបីជាយើងជាភេទតែក្តៅខ្ញុំចង់ច្បាច់តិចការដែលយើងធ្វើជាបុគ្គលល្អគឺវាពិតជាមានសារៈសំខាន់ហើយមួយទៀតពេលដែលយើងឃើញបុគ្គល LGBT ដែលគាត់មានកំហុសអ្វីមួយបុគ្គលមួយចំនួនឬក៏ក្នុងសហគមន៍គាត់តែងតែលើកថាអូគាត់ជាភេទនេះកើតមកអញ្ចឹងហើយជាអញ្ចឹងទៀតប៉ុន្តែបើយើងក៏លេចមកមើលអ្នកស្លាញ់ភេទផ្ទុយគ្នាវិញពេលដែលគាត់ធ្វើរឿងទាំងអស់ហ្នឹងគឺអត់លើករើ gender មកនិយាយទេហ្នឹងហើយប៉ុន្តែការដែលធ្វើខ្លួនជាបុគ្គលល្អវាក៏អត់ត្រូវការរើសភេទរបស់យើងដែរមនុស្សគ្រប់រូបគឺអាចធ្វើជាបុគ្គលល្អហើយមនុស្សគ្រប់រូបក៏អាចធ្វើជាអ្នកដែលមានកំហុសតិចតួចដែរប៉ុន្តែយើងអត់ត្រូវលើករឿង gender មកទេអូខេឥឡូវនិយាយដល់រឿងគ្រួសារនិងសាសនាចង់សួរបងតើពេលដែលបងធំធាត់ឡើងតាំងពីក្មេងមកបងជួបបញ្ហាគេខ្លះមុនពេលដែលបងអាចផ្លាស់ប្ដូរជាខ្លួនឯងចង់ដឹងថាបងផ្លាស់ប្ដូរខ្លួនឯងនៅពេលណាដែរសម្រាប់ការផ្លាស់ប្ដូរជាខ្លួនឯងសម្រាប់បងរាស៊ីគឺផ្លាស់ប្ដូរនៅខ្ទង់អាយុ16ឆ្នាំអូខេ16ឆ្នាំដែលប្ដូរខ្លួនឯងជាមនុស្សស្រីប៉ុន្តែបើឲ្យដឹងថាខ្លួនឯងជាអ្នកស្លាញ់ភេទដូចគ្នានៅពេលណាគឺតាំងពីអាយុ7ឆ្នាំអូតាំងពី7អូយូរដែរឆ្នាំបាទមិនតែមិនដឹងថាអាយុ6 10ឆ្នាំទេប៉ុន្តែចន្លោះនៅខ្ទង់អាយុ12ឆ្នាំឡើងទៅបងរាស៊ីលួចតែងស្រីម្ដងម្កាលដែរតែងស្រីមានន័យថាលួចផ្លាស់ប្ដូររូបរាងការស្លៀកពាក់ការតុបតែងខ្លួនទៅកម្មវិធីខាងក្រៅម្ដងម្កាលកម្មវិធីបំភូមិលខោនៃទូទៅប៉ុន្តែពេលត្រឡប់ចូលមកផ្ទះវិញគឺយើងផ្លាស់ប្ដូររូបរាងជាមនុស្សប្រុសហេតុអីបងរាស៊ីអត់ផ្លាស់ប្ដូរនៅពេលហ្នឹងដោយសារបងរាស៊ីអត់តរឹងមាំអត់តរឹងមាំអត់តទួចត្រៀមខ្លួនរួចអត់តរឹងមាំអញ្ចឹងបងរាស៊ីនៅរៀងតាក់ទើសិនរហូតដល់ឆ្នាំខ្ទង់អាយុ16ឆ្នាំបងរាស៊ីជំនះខ្លួនឯងថាត្រូវធ្វើអ្វីដែលជាខ្លួនឯងជាតម្រូវចិត្តរបស់ខ្លួនឯងអត់ព្យាយាមលាក់ខ្លួនឯងទៀតទេហើយធ្វើបែបនេះក៏ដើម្បីគំរូដល់សហគមន៍ដទៃទៀតដែរកុំឲ្យមានភាពខ្មាស់ក្អៀនត្រូវក្រោកឈរជាខ្លួនឯងនឹងអ្នកទាំងគ្នាប៉ុន្តែកំឡុងពេលដែលបងចង់ដឹងថាពេលដែលបងមានមិត្តភ័ក្តិតើគាត់ធ្វើការទទួលស្គាល់យើងភ្លាមឬក៏គាត់លេងសើចចំអកអីដល់យើងអត់បងជាធម្មតាទាំងអស់គ្នាប្រហែលជាដឹងហើយបររាស៊ីនិយាយប៉ុន្តែគាត់ចង់ចែកម្លេចថាបើតាក់ទងមិត្តភ័ក្តិវាមានមិត្តភ័ក្តិល្អមិត្តភ័ក្តិចង់ថាតេស្តឌីអាលោកមុខលោកក្រោយព្រោះគាត់មើលមកយើងជាអ្នកបដូរ gender ហើយជាមនុស្សខុសពីធម្មជាតិគាត់ចេះតែលេងណាចាគាត់លេងក៏អត់ចេះធម្មតាគាត់ធ្វើឲ្យយើងខ្មាស់គេនៅក្នុងសាលានៅក្នុងអីទូទៅអីអញ្ចឹងណាអានេះជារឿងដែលយើងធ្លាប់ជួបប្រទេសប៉ុន្តែរហូតមកដល់យើងខ្លាចខ្លួនឯងបែបនេះគាត់អត់ទៅហ៊ានទេព្រោះយើងរឹងមាំព្រោះយើងមានរឹងមាំយើងមានការងារធ្វើយើងមានអ្វីៗគ្រប់យ៉ាងអញ្ចឹងយើងមានតម្លៃទៅតាមនឹងដែរហ្នឹងហើយយើងនិយាយពីជីវិតបងពីធំធាត់ឡើងវាច្រើនគួរសមហើយចង់សួរបងតាក់ទងជាមួយនឹងរឿងស្នេហាតើបងហងៃជាបុគ្គលដែលរៀបការហើយឬក៏មានដៃគូហើយ11ឆ្នាំហើយ11អត់ចង់លាក់ទេអត់ចង់លាក់ទេអ្នកដល់គ្នាគាត់ស្អាតបងរាស៊ីអត់ចង់លាក់ទេបងរាស៊ីមួយគ្រួសារហើយមានគ្រួសារហើយប្រវត្តិសេចក្តីស្នេហាគឺ11ឆ្នាំហើយបងស្គាល់គ្នាតាំងពីឆ្នាំណាដែរបងស្គាល់គ្នាតាំងពីឆ្នាំ2010 12 13ហ្នឹង2012 13ស្គាល់គ្នាតាមណាដែរបងកាលហ្នឹងចាក់ស្នេហ៍
យើងកាលហ្នឹងស្គាល់គ្នាហ្នឹងដំបូងឡើយគាត់ប្រាប់មកបងវិញណាពេលដែលយើងស្គាល់គ្នាបានមួយរយៈកាលហ្នឹងយើងធ្វើការងារជាមួយនឹងអង្គការកាមេរ៉ាហើយoffice ហ្នឹងនៅក្នុងវត្តឧត្តរាវតីគីឡូម៉ែត្រលេខ6ហ្នឹងហើយគាត់អាសាទៅតបបាននៅក្នុងវត្តហ្នឹងហើយគាត់ក៏ឃើញយើងជិះម៉ូតូចូលហ្នឹងណាចូលវត្តចូលអីចឹងចូលកន្លែងការងារហ្នឹងគាត់ចេះតែតាមលបមើលពីដំបូងគាត់គិតថាបងជាមនុស្សស្រីពេលរួចគាត់គិតថាអូម្នាក់នឹងស្អាតមែនមនុស្សស្រីហើយគាត់មានចិត្តថាមិនដឹងថាត្រូវតំណែងគាត់របៀបម៉េចគ្រាន់តែបានឃើញនោះជាក់ស្ដែងថ្ងៃមួយគឺគាត់បានទៅញ៉ាំអីនៅសួនគីឡូ6ចិត្តស្ពានម៉ាឡេយើងនោះនៅកន្លែងហ្នឹងគេមានកន្លែងលក់មីអីទូទៅហ្នឹងកន្លែងលក់មីលក់បាយឆាអីទូទៅហ្នឹងហើយគាត់ក៏ទៅញ៉ាំហ្នឹងហើយបងក៏ទៅញ៉ាំហ្នឹងមួយមិត្តភក្តិដែរវាចៃដន្យជួបគាត់នៅហ្នឹងហើយតែពេលជួបគាត់ហ្នឹងគាត់ក៏ហ៊ានទៀតក៏បានមកសុំលេខទូរស័ព្ទពេលហ្នឹងបងអ៊ីនដែរបងហ៊ីងអ៊ីនដែរនិយាយមកត្រង់បងអ៊ីនដែរបងអត់ឲ្យលេខទូរស័ព្ទគាត់ទេប៉ុន្តែសយមិត្តភក្តិបងគាត់ដែរអត់អញ្ចឹងអរគុណដល់មិត្តភក្តិដែរឲ្យហើយពេលដែលគាត់បានលេខទូរស័ព្ទគាត់អាសាខលមកហើយជាធម្មតាជាផ្នត់កំណត់របស់បងរ៉ាស៊ីកាលណាគាត់ខលមកយើងចេះតែនិយាយមួយគាត់ទៅណាព្រោះពេលណាយើងចុចបិទចុចអីយើងធាយើងស្ដីវាគាត់យើងចេះតែនិយាយហើយគាត់អាសាតាក់ទងមួយយើងគាត់ចេះសួរសុខទុក្ខយើងញ៉ាំបាយនៅធ្វើការងារស្មានណាចាញ់អញ្ចឹងមានន័យថាគាត់មានអារម្មណ៍ថា take care មួយយើងច្រើនអានេះជាចំណុចទី1ដែលយើងធ្វើការចាប់ដើមសេចក្តីស្រឡាញ់របស់គាត់អូខេប៉ុន្តែពេលដែលតាក់ទងភ្លាមហ្នឹងគាត់បងបានប្រាប់គាត់ថាបងគឺជាអ្នកដែលបដូរយើងដែរហ្នឹងបងបានប្រាប់គាត់ហើយពេលដែលគាត់ដឹងពេលដែលគាត់ទៅញ៉ាំមីនឹងឯងគាត់ឃើញគាត់ដឹងគាត់ដឹងហើយយើងក៏សួរគាត់ត្រង់ដែរគាត់ថាបងខ្ញុំមិនមែនស្រីទេណាហើយដឹងគាត់ឆ្លើយមួយបងថាម៉េចគាត់ថាអត់ខ្វល់ទេខ្វល់ពីអារម្មណ៍របស់គាត់ស្រឡាញ់បងជាបងអូវ៉ាវគាត់ស្រឡាញ់បងជាបងគាត់អត់ខ្វល់ថាបងជាអ្នកណាក៏អត់ខ្វល់ទេគាត់ខ្វល់ពីក្តីស្រឡាញ់របស់គាត់បើនិយាយពីរូបរាងអាលក្ខណៈសម្បត្តិរបស់យើងហ្នឹងរឿងមួយផ្សេងប៉ុន្តែអារឿងមួយទៀតតែតោះរឿងនិស័យរបស់មនុស្សយើងពេលខ្លះបើនិយាយពីធម៌ព្រះថាមនុស្សពីរនាក់កម្មមួយគ្នាពីអតីតជាតិមកអានេះក៏អាចថាបានដែរព្រោះជាធម្មតាដឹងស្រាប់ហ្នឹងមនុស្សប្រុសពេលខ្លះគាត់អារម្មណ៍របស់គាត់ក៏អត់ទេចាវាបានលេងសើចអូខេប៉ុន្តែឲ្យមកជាប់លាប់ជាប្តីជាប្រពន្ធក៏អត់នេះដែរដែរប៉ុន្តែបើប្តីបើជាប្តីជាប្រពន្ធក៏អត់រយៈពេលវែងដែរធម្មតារយៈពេល 2-3 ឆ្នាំបែកគ្នាប៉ុន្តែសម្រាប់បងរ៉ាស៊ីជាង10ឆ្នាំហើយបើសួរថាធ្វើក្តីស្រឡាញ់ហ្នឹងវាប្រែប្រួលអត់ប្រែប្រួលទេកាន់តែលើសដើមអូ my god បងមិនថាបងមានជាកលឹះអីដែលអត់ដែលធ្វើឲ្យបងរក្សាស្នេហាបងដល់រយៈពេល10ឆ្នាំជាងអញ្ចឹងកលឹះដូចបងប្រាប់បញ្ជាក់ពីខាងដើមអញ្ចឹងទី1គឺធ្វើខ្លួនឯងឲ្យមានតម្លៃហើយជាមនុស្សមួយដ៏ល្អសម្រាប់គេហើយចំណុចដែលសំខាន់គឺភាពស្មោះត្រង់ដែលយើងមានចំពោះគេបាទបងបាទហ្នឹងហើយប៉ុន្តែសប្តាហ៍ថ្ងៃនេះបងស្នាក់នៅមួយគាត់ឬក៏តាក់ទងរឿងការស្នាក់នៅឥឡូវហ្នឹងគាត់នៅក្រៅប្រទេសណ៎អូ long distance ហ្នឹងហើយឆ្ងាយប៉ុន្តែគាត់អាសាមកជួបយើងដែរការគាត់បែកនិយាយស្មោះត្រង់គាត់បែកពីយើងនិយាយឲ្យចាក់ស្ដែងទៅគាត់ហ្នឹងគឺជាពលករកូរ៉េអញ្ចឹងការគាត់ទៅអាណត្តិមុនគឺ4ឆ្នាំ10ខែប៉ុន្តែសួរថាគាត់បានមកលេងមួយបងអត់ទេ4ឆ្នាំ10ខែគឺគាត់បែកពីយើងទៅហើយសួរថាគាត់ដាច់ខ្សែរយៈមួយយើងអត់ទេគឺខតំណងរាល់ថ្ងៃរាល់ពេលវេលាអត់ដែលថាខានមួយថ្ងៃណាទេហើយក្នុងមួយថ្ងៃខយ៉ាងតិចក៏4ទៅ5ដងដែរអូ my god ហើយក្នុងមួយដងនឹងខាខមិនតិចម៉ោងទេអាច1ម៉ោងកន្លះម៉ោងពេលខ្លះបើពេលយប់អាចលុយដល់2-3ម៉ោងហ្នឹងអូ4ឆ្នាំជាង4ឆ្នាំជាងហ្នឹងហើយខរាល់ថ្ងៃហើយសួរថាគាត់ត្រឡប់មករកយើងវិញហ៎គាត់មករកយើងវិញដដែលអូ my god ប៉ុន្តែបងអូហើយរហូតដល់គាត់មកនៅស្រុកខ្មែរនេះ4ឆ្នាំ10ខែដែលគាត់បានវិលត្រឡប់មកវិញគាត់នៅមួយយើងរយៈពេល2ឆ្នាំមិនគាត់ត្រឡប់ទៅវិញគាត់អត់ព្រមទៅគាត់ព្រមទៅតែយើងព្រមទៅទេប៉ុន្តែដោយសារយើងដឹងស្រាប់ហើយនៅក្នុងស្ថានភាពប្រទេសកម្ពុជាយើងឥឡូវការដែលយើងរកប្រកបរបរចំណូលនៅក្នុងស្រុកយើងវារៀងពិបាកពេលខ្លះយើងអាចបង្គំមកជួនគាត់អាចពិបាកហ្នឹងហើយគាត់ក៏សម្រេចចិត្តថាគាត់ទៅមួយអាណត្តិទៀត4ឆ្នាំ10ខែប៉ុន្តែគាត់ទៅលើកនេះគាត់ដូររោងចក្រមានន័យថាដូរកន្លែងការងារអញ្ចឹងគាត់មានឱកាសមកលេងយើងច្រើនហើយជាតំណែងល្អហើយជាខ្ទង់ខែ10ហ្នឹងក៏មកលេងដែរបងមើលអាច invite ខ្ញុំចូលរួមអី invite ចង់ស្គាល់គាត់
អូខេ ប៉ុន្តែបងចង់ត្រឡប់ទៅក្រោយវិញពេលដែលបងចាប់ផ្ដើមស្រាញ់គ្នាដំបូងហ្នឹងថាតើគាត់បានណែនាំបងទៅកាន់គ្រួសារគាត់អត់ អូបើនិយាយពីរឿងហ្នឹងហាក់ដូចវាឈឺចាប់បន្តិចមិនឈឺចាប់គ្រឿងគាត់ទេឈឺចាប់រឿងគ្រួសារ បាទ មិនឈឺចាប់ឯជាធម្មតាឪពុកម្ដាយខាងគាត់ ខាងគាត់ គេមិនចង់ទេនិយាយគ្រួសារទូទៅ បាទ អ្នកណា អ្នកណាក៏ដោយ ណាចា ទទួលស្គាល់ ជាឪពុកម្ដាយក្នុងការទទួលយកកូនប្រសាជាអ្នកស្រឡាញ់ បាទ ភេទដូចគ្នារឿងលំបាកណាស់ បាទ ព្រោះគាត់មានផ្នត់គំនិតពីចាស់បុរាណមកគាត់ បាទ គាត់ថាយើងយកអ្នកស្រឡាញ់ភេទដូចគ្នាអត់មានអនាគតទេអត់មានអ្នកតពងតពូជពងវងតកូលកូនគាត់ បាទ ចឹងគាត់ប្រើវិធីសាស្ត្រក្នុងការបំបែកបំបាក់យើងច្រើនមែនទេតាមរយៈនៃការជេរស្ដីខលមកកូនគាត់សឹងរាល់ថ្ងៃខលមកកូនថាឲ្យត្រឡប់ទៅផ្ទះវិញព្រោះដោយសារគ្រួសារបងគាត់អ្នកនៅស្ទឹងត្រង់ បាទអូ ខាងខេត្តកំពង់ចាមណ៎ ខ្ញុំនៅក្រូចឆ្មា ក្រូចឆ្មាចិត្តលា គេត ហ្នឹងហើយ បាទ ហើយទៅពេលហើយចឹងគាត់ឡើងមកភ្នំពេញដើម្បីការសិក្សាគាត់តាក់ទងរឿងភាសាកូរ៉េហ្នឹង បាទបាទ អញ្ចឹងក្រោយពីគាត់ប្រឡងជាប់ហើយម្ដាយហ្នឹងគឺខលមកកូនហ្នឹងកូនជាប្តីបបងហ្នឹងខលឲ្យកូនហ្នឹងត្រឡប់ទៅវិញប៉ុន្តែកូនហ្នឹងអត់ព្រមត្រឡប់ទៅវិញហើយម្ដាយនោះគាត់បានឮតំណែងថាគាត់ហ្នឹងកូនគាត់ហ្នឹងមានតំណែងជាមួយនឹងអ្នកបដូរយិនទៅអូខេគាត់មានតំណែងជាមួយអ្នកបដូរយិនទៅចឹងគាត់មានអារម្មណ៍ថាគាត់អត់សប្បាយ គាត់ ចិត្ត shock ហ្នឹងហើយ ហ្មង ហើយពេលខ្លះនៅក្នុងសហគមន៍នៅភូមិស្រុកគាត់នៅខេត្តហ្នឹង បាទ គេមកប្រាប់គាត់ថាអត់ឲ្យអាដាយកទេប្តីបងឈ្មោះវណ្ណដាអត់ថាឲ្យយកទេអត់មានអនាគតទេមិនក៏ត្រូវយកអ្នកឆ្លាញ់ភេទដូចគ្នាអត់កើតទេហើយម៉ែនឹងឮតែពីនឹងមកទេមួយថ្ងៃគិតតែពីទេ បាទ ទេហៅកូនទៅវិញរហូតដល់ថ្ងៃមួយម្ដាយឡើងមកដល់រាជធានីភ្នំពេញឡើងដល់ភ្នំពេញណា បាទ មកដល់បន្ទប់ជួលដែលគាត់រស់នៅណាអូននៅស្មាទោសគាត់មកយកកូនគាត់ទៅវិញយកទាំងអីបាយអីវ៉ាន់ដែលនៅក្នុងបន្ទប់ជួលហ្នឹងព្រោះគាត់នៅបន្ទប់ជួល គាត់យកទាំងចានទាំងឆ្នាំងវិចយកទៅទាំងអស់ អូ ហើយក៏យកកូននឹងទៅហើយបងក៏នៅនឹងដែរគាត់អត់បានជជែកថាស្ដីអីឲ្យបងគាត់មិននិយាយមួយយើងមួយម៉ាត់ហើយអត់និយាយមួយម៉ាត់ហើយគាត់ថាគាត់យកកូនគាត់ទៅសិន បាទ យកទៅ2ថ្ងៃសិនហើយតែពេលហ្នឹងប្តីបងស្មាត់ទៅគាត់នឹកឃើញថាខ្ជិលប្រកែកមួយម្ដាយក៏ព្រមទៅមួយម្ដាយសិនប៉ុន្តែក៏ផ្ដាំផ្ញើប្រាប់ប្រពន្ធដែរថាបងទៅរយៈពេលខ្លីទេ បាទ អូននៅយកទៅដល់ស្រុក បាទ ជាធម្មតាទៅដល់ស្រុកនឹងស្រាប់ហើយបងប្អូនគេ ហ្នឹងហើយបង ប្រាប់ហើយទៅយកចេះមួយចុះពីរចេះមួយចុះពីរហើយប្តីពេលទៅហ្នឹងកាន់រូបថតប្រពន្ធទៅពីរស្លឹកទៀត ទៅបង្ហាញ បង្ហាញយកទៅបង្ហាញអ្នកនៅភូមិនៅស្រុកនោះថានៅប្រពន្ធខ្ញុំគាត់ជាអ្នកបដូរយេនដឺក៏ពិតមែនគាត់មានការងារធ្វើរូបរាងគាត់អញ្ចឹងណែចេះមួយចុះពីរ បាទ ពេលដែលបង្ហាញទៅអ្នកភូមិអ្នកខ្លះពេញចិត្តទៅអ្នកខ្លះអត់ពេញចិត្តទៅថាអត់ត្រូវឲ្យយកអញ្ចេះមួយចុះពីរប៉ុន្តែជាការស្រឡាញ់និយាយស្មោះត្រង់វាជាសំណាងបបងរាស៊ីដែរជាការស្រឡាញ់ការស្មោះស្ម័គ្រមួយគាត់ទៅរយៈពេលតែ5ថ្ងៃឲ្យគាត់ គាត់ត្រឡប់មកវិញ គាត់ត្រឡប់មកវិញហើយគាត់ក៏ហកប្រាប់ម៉ែគាត់ថាគាត់មានការងារធ្វើនៅរាជធានីភ្នំពេញគេបានថតឲ្យគាត់ឲ្យមកធ្វើការវិញ បាទ អញ្ចឹងបើម្ដាយបើកដៃឲ្យកូនត្រឡប់មកវិញ បាទ ហ្នឹងណារហូតត្រឡប់មកវិញដឹងថាមានការតំណែងម្ដាយនៅខទាំងរាល់ពេលប៉ុន្តែដោយសារការជំនះជាមួយកូនអត់បានក៏បដ ாய் ប៉ុន្តែវាជាភ័ព្វសំណាងដែរដែលបានយាយគាត់ហ្នឹងយាយគាត់កាលហ្នឹងដល់ពេលដែលគាត់ចិត្តឡើងទៅកូរ៉េហើយ បាទ ហើយម្ដាយហ្នឹងទេហៅកូនឲ្យទៅផ្ទះ បាទ ព្រោះតែព្រោះតែកាលណាគាត់ទៅកូរ៉េក៏មិនបែករយៈពេលយូរអញ្ចឹងក៏ហៅកូនទៅផ្ទះហើយកូនហ្នឹងប្តីបងហ្នឹងអត់ព្រមទៅទេថាបើអត់ឲ្យប្រពន្ធគាត់ទៅក៏អត់ទៅទេ បាទ ម្ដាយថាអត់យកមកទេអញខ្មាស់គេអញអត់មានកូនភាសាខ្ទើយនិយាយចំតែវិភពភាសាហ្នឹងក្នុងទូរស័ព្ទទាំងយើងលឺ បាទ ថាអញអត់មានកូនភាសាខ្ទើយទេកុំនាំមកអញខ្មាស់អ្នកស្រុកអ្នកភូមិណា បាទ ពេលហ្នឹងយើងអត់មានអីទៅតបតមានតែការឈឺចាប់ស្រក់ទឹកភ្នែកប្រាប់ប្តីថាបងទៅណាបងទៅកូរ៉េ4ឆ្នាំ10ខែត្រូវចោលគាត់ចោលយាយអាយុច្រើនហើយបងក៏ប្រាប់ឲ្យគាត់ទៅណាប៉ុន្តែក៏អត់ព្រមទៅទេសរសើរចិត្តប្តីបងអត់ព្រមទៅដល់ដំណាក់ការចិត្តទៅមែនតែនបងគាត់ផ្ដល់ឱកាសពីទូរស័ព្ទមកថាឲ្យវាមកក៏មកឲ្យវាមកឲ្យវាស៊ីនឹងឡើងមកអូនឯងបងទៅទាំងភ័យព្រោះទាំងទៅ អត់ដឹងថាមានអីកើតឡើង មានអីកើតឡើងបងទៅទាំងភ័យអូនពេលទៅដល់ផ្ទះបងអត់ហ៊ានចុះពីលើឡានទេមនុស្សក្នុងភូមិចាំមើលបងគ្រប់តែគ្នា បាទ
គេចាំ ចាំមើលយើងថាហេតុអីប្តីបងតាមប្រពន្ធមូលហេតុអីម្នាក់នឹងមុខមាត់របៀបម៉េច បាទ ម្នាក់នឹងមិនដែរហើយបើអ្នកបដូរយិនដែរហើយអីអាដាស្រឡាញ់ម្នាក់នឹងម៉េះគ្រាន់តែចុះលើឡានភ្លាមម្ដាយនៅក្នុងផ្ទះអត់មានចេញមកទទួលទេប្តីបងហើយបងបានឪក្មេកមួយហើយឡើងទៅឡើងទៅអូនឯងបងទៅដល់ខ្ទង់ម៉ោង4ល្ងាចហ្នឹងណាអ្នកស្រុកអ្នកភូមិមកលេងយើងដូរទៅខិនគេមកលេងយើងគេមកមើលយើងណាគេមកមើលយើងអ្នកខ្លះថាអូយកូនគេល្អតាស្អាតតារឿងអីថាជីវឿនឯងត្រូវអត់ពេញចិត្តគេចេះតែថាស្ដីមួយម៉ាត់មកកយូរទៅស្អែកឡើងខ្ទង់ម៉ោង12ម៉ោងបាយហើយពេលហ្នឹងប្តីអត់នៅទេឯងនៅម្នាក់ឯងភ័យហើយម្នាក់ឯងនៅក្នុងកញ្ច្រានទៀតនៅកន្លែងធ្វើម្ហូបទៀតពេលហ្នឹងអ៊ំគាត់ម្ដាយបងហើយនឹងយាយបាទមកអង្គុយនៅលើផ្ទះហ្នឹង អូម្ដាយបងចូលរួមដែរម្ដាយគាត់ហើយតែពេលហើយចឹងទៅក៏ហៅបងចេញពីកញ្ច្រានបាយមកពេលហ្នឹងយើងមានអារម្មណ៍ភ័យថាអូអញមានរឿងអីកើតឡើងឬក៏គេប្រាប់ថាឬគេឬថប់តាក់តងឬក៏ត្រូវបងត្រឡប់ទៅផ្ទះវិញអូននៅពេលហ្នឹងបងញ័រដៃញ័រជើងអស់ពេលមកដល់អង្គុយប៉ក់និយាយគាត់អាយុ90ជាងនោះណាអូយាយហ្នឹងហើយអាយុ90ជាងនៅស្រុកស្រែចកានៅដើមប៉លដឹងគាត់ផ្ដាំផ្ញើទៅម្ដាយបងថាម៉េចម្ដាយក្មេងហ្នឹងថាឈប់បំបែកបាក់ទៅបើគាត់ស្រឡាញ់គ្នាកូនចៅស្រឡាញ់គ្នាវាជាកម្មរបស់វាទៅបើវាស្រឡាញ់គ្នាបានប៉ុណ្ណាជារឿងរបស់វាយើងក៏បំបែកបាក់វាកម្មវាបាបពេលហ្នឹងក៏ម៉ែក៏សម្រួលអ៊ំក៏ប្រាប់ថាសុំទោសក្នុងការថាស្ដីតាមទូរស័ព្ទអីទូទៅអីអញ្ចឹងយើងក៏បានធូរតាំងពីពេលហ្នឹងមកបាទហើយបើនិយាយពីវត្តប្រវត្តិទៅវាជាងរឿងទុំទាវទៅវាខ្លាំងអូហត់នេះក្នុងការតស៊ូអញ្ចឹងមានន័យថាដៃគូជីវិតហ្នឹងស្មោះត្រង់មួយយើងជំនះមួយយើងណាប៉ុន្តែបើនិយាយពីខាងគ្រួសារបងរ៉ាស៊ីនេះអត់មានថាប្រឆាំងជាមួយនឹងមួយរ៉ាស៊ីអត់ទេព្រោះការហ្នឹងបងអត់មានម្ដាយទេមានតែឪពុកគាត់យល់ពីយើងព្រោះគាត់យល់ថារ៉ាស៊ីមុននឹងសម្រេចចិត្តថាធ្វើអីគាត់ដឹងហើយថាបុគ្គលនឹងមិនព្រោះគាត់មើលឃើញកូនគាត់បើទោះជាអ្នកបដូរយេនឌ័រក៏ពិតមែនប៉ុន្តែគាត់ជាមនុស្សមួយដែលមានការគិតខ្ពស់ក្នុងការសម្រេចចិត្តធ្វើអីមួយអញ្ចឹងក៏អត់ថាអីទេបងប្អូនក៏អត់ថាអីដែរប៉ុន្តែបងពេលដែលគ្រួសារខាងស្វាមីរបស់បងគាត់ធ្វើការបដិសេធអញ្ចឹងកំឡុងពេលនោះបងអត់មានប្រតិកម្មអីខ្លាំងទេបងអត់ទេអត់អីប្រតិកម្មអីទៅស្ងៀមហ្មងអូខេទៅចិត្តនិយាយមួយប្តីប្រាប់ប្តីថាបងអើយតាមគ្រួសារទៅធ្វើមិនយើងមាននិស្ស័យជួបគ្នាតែប៉ុណ្្នឹងមានតែនិយាយអញ្ចឹងកុំឲ្យគាត់មានអារម្មណ៍ថាតឹងតែងដែលយើងនៅមួយគ្នាអញ្ចឹងណាប៉ុន្តែដោយសារដូចបងប្រាប់អញ្ចឹងដោយសារគ្រួសារបងគាត់ស្មោះត្រង់មួយយើងគាត់នៅមួយយើងគ្រួសារជំនះគ្រួសារហើយហ្នឹងហើយជាការឆ្លាញ់មួយដែលបងមិនអាចបំភ្លេចបានបងនិយាយឲ្យស្មោះត្រង់គឺបងមកជីវិតរបស់បងគឺបងផ្ញើជីវិតជាមួយគាត់ហើយអូខេបាទទោះជាស្លាប់នៅក្នុងដៃគាត់ក៏បងប្អូនដែរគាត់ធ្វើដើម្បីយើងច្រើនបងឆ្លងកាត់ច្រើនហើយរយៈពេល11ឆ្នាំយើងកម្រឃើញគាត់ជំនះគ្រួសារបានគាត់ជាពិសេសម្ដាយអូវេទនាម្ដាយហើយបងប្អូនសាច់ញាតិអ្នកស្រុកអ្នកភូមិទៀតបាទប៉ុន្តែអ្វីដែលសំខាន់បងក៏បានបញ្ជាក់ប្រាប់គាត់ដែរថាបងគឺជាមនុស្សមួយរូបប្រូដែលប្រូយេនឌ័រប៉ុន្តែបងដើរតួនាទីបានដូចស្ត្រីហ្នឹងហើយក្រោយមកទៀតគាត់ចេះតែតាមដានមើលយើងណាតាមដានទាំងបុគ្គលម្នាក់ហ្នឹងមិនដែរកូនប្រសាគាត់មិនដែរយូរទៅគាត់ចេះតែសិក្សាពីយើងគាត់មើលយើងអិយាបថយើងអាការរីកកុំកើនៅក្នុងគ្រួសារពីរនាក់ប្តីប្រពន្ធហ្នឹងវាចេះតែកើឡើងមានន័យថាជីវិតម្នាក់ហ្នឹងដៃគូពីរនាក់ហ្នឹងវាអត់ដូចពាក្យគេនិយាយថាគ្មានអនាគតទេវាអត់ទេជុំមានតែម្នាក់ហ្នឹងចេះតែលូតលាស់ទៅមុខមានផ្ទះមានសបែងមានដីមានធ្លីមានមុខរបរប្រពន្ធវាអញ្ចឹងមិនមានការងារធ្វើអាប្តីក៏រកស៊ីអាប្រពន្ធក៏រកស៊ីហើយពេលដែលគាត់មកលេងផ្ទះយើងគាត់មើលគ្រួសារយើងដែរគ្រួសារខាងកូនប្រសាហ្នឹងក៏អត់មានការរើសអើងគាត់មានន័យថាគាត់ទទួលការរាក់ទាក់ហើយអ្នកស្រុកអ្នកភូមិដែលគាត់មកចូលក្នុងស្រុកភូមិយើងក៏អត់មានអ្នកណានិយាយថារ៉ាស៊ីអញ្ចេះរ៉ាស៊ីចុះក៏វាអត់មានអញ្ចឹងហើយគាត់មើលពីអិយាបថរបស់យើងហ្នឹងជាមនុស្សស្រីដែលពេញលេញដែលគាត់ចេះរៀបចំទុកដាក់ផ្ទះសបាយដែលគាត់ចេះធ្វើម្ហូបចេះយកចិត្តគាត់ចេះគិតពីគាត់អ្វីដែលសំខាន់គឺយើងអាចយកចិត្តគាត់បានគឺតាមរយៈនៃការចេះគិតពីគាត់ខលតលេងគាត់សួរទុកគាត់ពេលមានបនទានអីយើងអាសាទិញអីផ្ញើយើងហ្នឹងហើយមិនទៅគាត់គង់រាល់ខែរាល់ពេលហ្នឹងហើយចា
គឺយើងបានគិតឃើញដល់ប៉ុណ្ណឹងគឺយើងបានធ្វើទង្វើអញ្ចឹងគាត់យល់ចឹងអាផ្លាត់គំនិតតាក់ទងនឹងការរើសអើងការមិនឲ្យតម្លៃពីមុនមកគឺត្រូវបាត់ចោលហើយចង់ជំរាបជូនដែរឥឡូវនេះម៉ែក្មេកបោះបងណា បាទ ស្រឡាញ់បងជាងកូនគាត់ទៀតឡើយពេលជាផ្លាស់ប្ដូរការគិតទៅវិញមានន័យថាគាត់ស្រឡាញ់យើងខ្លាំងជាងកូនគាត់ពេលខ្លះគាត់ខលមកប្រាប់យើងថាកូននេះមិនអីពេលខ្លះបងឈឺអញ្ចឹងទៅគាត់ខលសួរសុខទុក្ខយើងរហូតពេលតែជាគាត់ខលមកយើងវិញរាល់ពេលវេលាពេលខ្លះបងរវល់កាំងនេះអត់ធ្វើអង្គខលទៅគាត់ទេ គាត់ខលមកលេង មកសឹងរាល់ថ្ងៃ អូ my ចា បងហ្នឹងអូខេចង់សួរថាពេលដែលបងទទួលបានការទទួលស្គាល់ពីខាងស្វាមីរបស់បងចង់នឹងថាការចាប់ដៃគ្នាជាស្វាមីភរិយានេះវាជួបឧបសគ្គអីអត់ជួបអីជាទូទៅការសាងគ្រួសារវាអត់ងាយស្រួលទេបងយើងត្រូវសាងអនាគតមួយគ្នាថាអនាគតយើងរស់នៅបែបណាយើងមានគោលដៅអីគេចង់បាន baby ចង់បានអញ្ចឹងបងហ្នឹងហើយ ជាគោលដៅគឺយើងបានរៀបចំហើយឋានៈការដំបូងរបស់បងរាស៊ីទី1គឺផ្ទះបងរាស៊ីមានហើយហើយទី2មុខរបរបងរាស៊ីក៏មានហើយដែរហើយទី3ដីធ្លីក៏យើងមានហើយដីធ្លីអីក៏យើងមានសម្រាប់ខ្លួនឯងច្រើនកន្លែងដែរមិនតិចទេហើយដល់ឥឡូវនេះយើងក្រងនឹងចង់មានផ្ទះមួយទៀតជាមួយគ្នាថ្មីហ្នឹងណាហើយទី3ទៅអនាគតនេះយើងចង់មាន baby ដែរ baby ប៉ុន្តែយើងកំពុងតែសិក្សាពីតម្លៃដែលយើងយក baby ហ្នឹងវាប្រមាណប៉ុន្តែបើអាចខ្ទង់ដែលយើងត្រូវនឹងលទ្ធភាពដែលយើងយកបានយើងនឹងយកហើយទី3អ្វីដែលថ្មីនៅក្នុងពេលបច្ចុប្បន្ននេះគឺប្តីបង្ខំឲ្យយកកូនមកចិញ្ចឹមអូបង្ខំយកកូនមកចិញ្ចឹមក៏ប្រាប់ថាឥឡូវនេះគាត់បង្ខំឲ្យបងរាស៊ីថាឈប់ធ្វើការទៅគាត់ចិញ្ចឹមបានក៏អត់ជាបញ្ហាឲ្យបងរាស៊ីមើលថែកូនគាត់គិតថាបងរាស៊ីធ្វើការងារយូរឆ្នាំហើយក៏អាណិតប្រពន្ធដែរតាំងពីចេះស្រឡាញ់គ្នាមួយគាត់11ឆ្នាំបងរាស៊ីអត់ដែរនៅផ្ទះសោះមានថាអត់ដែរស្រួលមានន័យថាធ្វើការងាររហូតចឹងគាត់អាណិតគាត់ចង់ឲ្យយើងមានកូនចិញ្ចឹមម្នាក់ទៅយកពេលហ្នឹងមើលកូនទៅគាត់ចិញ្ចឹមទាំងពីរនាក់ម៉ែកូនហ្នឹងទៅមិនបាច់ទៅធ្វើការអីទៀតទេហ្នឹងហើយប៉ុន្តែគេមានជាព័ត៌មានមួយគឺយើងអាចយកកូន ហ្នឹងហើយ ពីយើងពីអ្នកផ្ទាល់មកទៅការយកមេជីវិត ហ្នឹងហើយត្រូវអូនប៉ុន្តែក៏យើងត្រូវសិក្សាតម្លៃនឹងខ្ទង់ប្រមាណ10000ដែរតាក់ទងតម្លៃហ្នឹងណាហើយជាធម្មតាយើងដឹងស្រាប់ហើយយើងក៏ចង់បានកូនចេញពីសាច់ឈាមយើងខ្លួនឯងដែរអាហ្នឹងគឺដែលសំខាន់ប៉ុន្តែដោយបងប្រាប់អញ្ចឹងអាតម្រូវការគិតយកយើងទៅថ្ងៃអនាគតហ្នឹងវាច្រើនអញ្ចឹងយើងដោះស្រាយមួយសិនហើយអ្វីដែលសំខាន់ដោយបងរាស៊ីឥឡូវអញ្ចឹងវ័យការធ្វើការងារច្រើនឆ្នាំហើយអាច10ឆ្នាំទៅមុខទៀតឬ3-4ឆ្នាំទៅមុខទៀតដែលស៊ីត្រូវបានឈប់ក៏យើងកំពុងតែគិតថាយើងនឹងបង្កើតអាជីវកម្មទូចមួយសម្រាប់ជីវិតរបស់យើងចុងក្រោយជាមួយនឹងដៃគូវិញយើងបានគិតហើយថាយើងអាចទៅនៅស្រុកស្រែឬក៏ទីតាំងណានៅឆ្ងាយពីក្រុងហើយយើងរស់នៅជាលក្ខណៈសាមញ្ញធម្មតាហើយមានអាជីវកម្មទូចជាមួយនឹងគ្រួសារទៅជីវិតយើងចុងក្រោយវាមានន័យសម្រាប់យើងពីរនាក់ក៏ទៅពេលដែលស្ដាប់រឿងបងរាស៊ីមានអារម្មណ៍ថា inspire អារម្មណ៍ថាជួយលើកទឹកចិត្តពួកអីពីដើមមកយើងតែងតែលើថាអូអ្នកស្រឡាញ់ភេទដូចគ្នាគឺអត់មានអនាគតទេពួកអីលឺច្រើនខ្លាំងមែនតើបងសូមហ្នឹងហើយសូមផ្ដាំផ្ញើដល់បងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដាន live ហើយសហគមន៍សង្គមជាតិទាំងមូលសូមធ្វើការផ្លាស់ប្ដូរផ្នត់គំនិតតាក់ទងនឹងការមិនឲ្យតម្លៃទៅលើអ្នកស្រឡាញ់ភេទដូចគ្នាបើទោះជាភេទណាក៏ដោយក៏វាថាយើងវាមានអនាគតដែរមានអនាគតដែរសំខាន់មនុស្សពីរនាក់ហ្នឹងគឺយើងចាប់ដៃគ្នាចារឹងមាំទៅមុខអាហ្នឹងអត់ជាបញ្ហាទេពួកអីវាមិនមែនក្តីស្រឡាញ់មួយដែលសាងបានវាមិនមែនមកពីភេទទេវាមកពីអត្តចរិតការតាំងចិត្តរបស់គាត់ថាគាត់គឺតាំងចិត្តតើជាមួយបុគ្គលម្នាក់ហ្នឹងអត់ហ្នឹងហើយចាបងឥឡូវខ្ញុំចង់សួរតាក់ទងជាមួយនឹងថាតើមានអីយ៉ាបតអីខ្លះដែលធ្វើឲ្យមានការកើនឡើងនៃការឆ្លងមេរោគអេដនៅក្នុងចំណោមអ្នកស្រឡាញ់ភេទដូចគ្នាក៏ដូចជាក្មេងៗនាពេលបច្ចុប្បន្នកត្តាអីខ្លះដែលធ្វើឲ្យគាត់ឬក៏អត្រាហ្នឹងវាកើនឡើងដោយសារមូលហេតុអីទី1ដោយសារគាត់អាសាផ្លាស់ប្ដូរដៃគូចាហើយប្រព័ន្ធតំណែងដៃគូនោះវាលឿនអេបនៃការតាក់ទងគ្នាដោយអូនអញគួយចិត្តបងអញ្ចឹងក៏អាចតាក់ទងគ្នាបានបើទោះជាមនុស្សអត់ស្គាល់គ្នាក៏ដោយគឺអាចតាក់ទងគ្នាហើយអេបហ្នឹងគឺប្រើសម្រាប់ការតាក់ទងផ្លូវភេទហ្នឹងឯងអត់មានការតំណែងជាមិត្តភក្តិអីអត់ទេគឺតាក់ទងគ្នាតែរឿងផ្លូវភេទហើយរឿងទី2ហើយពួកគាត់មានដៃគូហើយក៏អត់ប្រើសូមដោយសំអាងលើអីទូនទីសិស្សនិស្សិតការទុកចិត្តធម្មតាទូនទីជាសិស្សនិស្សិតគិតថា
អូផាយចាអត់មានអេដែរអត់អីទេបុគ្គលិកធនាគារអូអត់អីទេមុនគេចូលធ្វើការធនាគារគេធ្វើតែឈាមហីបើថយទៅអត់ប្រើសូមអត់អីទេអញ្ចឹងអាការទុកចិត្តហ្នឹងគឺជារឿងធ្វើឲ្យគាត់ឆ្លងនៅបញ្ហាទាំងអស់ហ្នឹងហើយកត្តាមួយទៀតពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់គ្រឿងស្រវឹងពេលមុនពេលរួមភេទហើយនឹងកំឡុងពេលរួមភេទក៏ប្រើប្រាស់គ្រឿងស្រវឹងកាលណាក៏ប្រើប្រាស់គ្រឿងស្រវឹងក៏ភ្លេចនឹងការប្រើស្នោហើយរឿងអ្វីដែលថ្មីនៅក្នុងពេលបច្ចុប្បន្នហ្នឹងគឺរឿងខេមសិចការប្រើប្រាស់សារធាតុញៀនដើម្បីសម្រួលការរួមភេទហ្នឹងហើយយើងកាលណាគាត់ប្រើខេមសិចហ្នឹងគាត់រួមភេទជាគ្រប់កាលណារួមភេទជាគ្រប់គាត់មានរយៈពេលនៃការរួមភេទហ្នឹងយូរអញ្ចឹងកាលណារួមភេទជាគ្រប់វាអាចចាប់ពី2នាក់ឡើងទៅអាច3នាក់4នាក់អីចឹងនឹងមកគ្រប់ហ្នឹងអញ្ចឹងបើមកគ្រប់ហ្នឹងគាត់រួមភេទជាមួយគ្នាហើយក្នុងចំណោម4ទៅ5នាក់ហ្នឹងមានអ្នកដែលផ្ទុកមេរោគអេដម្នាក់ហើយគឺដឹងតែឆ្លងហើយព្រោះកាលណាគាត់ប្រើខេមសិចគាត់អត់ចង់ប្រើស្រោមហើយវាយូរព្រោះយូរអញ្ចឹងអារឿងនេះគឺជារឿងដែរកំពុងតែបារម្ភមែនទេសម្រាប់ប្រទេសកម្ពុជាឥឡូវកំពុងតែប្រឈមទៅលើរឿងហ្នឹងចឹងបងប្អូនទាំងអស់គ្នាដែលកំពុងតាមដាននៃការ live ហើយបើសិនថាគិតថាខ្លួនឯងជាក្រុមកោដៅដែលប្រឈមនឹងការឆ្លងមេរោគអេដជាក្រុមកោដៅដែលមានដែលអាសាផ្លាស់ប្ដូរដៃគូគួរតែត្រូវតែមកយកសេវាថ្នាំប្រាប់ជាបន្ទាន់បាទហ្នឹងហើយព្រោះដូចយន់ការពារខ្មោចចឹងហ្នឹងហើយអ្នកនរហើយវាក៏ជាទំនួលខុសត្រូវមួយដែរកាលណាដែលយើងឆ្លងជាពិសេសអ្នកគាត់ផ្ទុកមេរោគអីគាត់គួរតែទៅធ្វើការទទួលយកការព្យាបាលក៏ដូចជាការមានទំនួលខុសត្រូវយើងកុំកុហកយើងត្រូវតែ open ព្រោះអីវាមិនមែនជាជំងឺមួយដែលអាក្រក់អីវាដូចជាជំងឺផ្សេងៗអញ្ចឹងអ្វីដែលសំខាន់ដូចជាសារ5ឆ្នាំដែរបើសិនថាយើងជាអ្នកដែលធ្លាប់មានអីយ៉ាបប្រឈមហើយយើងធ្លាប់មានដៃគូអត់ប្រើសោមហើយយើងត្រូវតែមកធ្វើតេស្តជាបន្ទាន់បាទដើម្បីឲ្យដឹងពីស្ថានភាពខ្លួនឯងដើម្បីទទួលបានការព្យាបាលទាន់ពេលវេលាយើងអាចរស់ដូចមនុស្សធម្មតាអត់ជាបញ្ហាដែរហើយសួរថាការធ្វើតេស្តហ្នឹងរក្សាការសម្ងាត់ជូនអត់គឺរក្សាការសម្ងាត់ជូន 100% អូខេហើយដូចបងអូនបញ្ជាក់មិញអញ្ចឹងបញ្ហាជំងឺអីក៏មិនជាបញ្ហាដែលបញ្ចប់ជីវិតយើងនោះទេយើងអាចរស់ដូចមនុស្សធម្មតាហើយបើកាលណាយើងមានភាពខ្មាស់អៀនហើយយើងអត់មកយកសេវាអត់បានមកធ្វើតេស្តហាក់ដូចយើងធ្វើបាបខ្លួនឯងហើយនឹងដៃគូហ្នឹងដៃគូជីវិតរបស់យើងដៃគូសង្សាររបស់យើងនឹងឯងនេះហើយជាចំណុចមួយដែលបងរស៊ីចង់ធ្វើការបដិញ្ញាហ្នឹងហើយបងដូចបងបាននិយាយខាងលើមិញគឺដៃគូបងគាត់ធ្វើការនៅប្រទេសកូរ៉េដូច្នេះហើយសារបងគឺជាស្នេហា long distance បើយើងនិយាយពីភាសាអង់គ្លេសដូចខ្ញុំឮពាក្យគេនិយាយមកចំនួនគឺថា clear ឆ្ងាយណាស់ចិត្តអញ្ចឹងចង់ដឹងបងថាបងមានអារម្មណ៍នឹងអត់ហើយបងមានកលឹះអីដើម្បីរក្សាចំណងស្នេហារបស់បងឲ្យស្ថិតស្ថេរដល់ពេលបច្ចុប្បន្នបងសម្រាប់អារម្មណ៍បងថាពាក្យថាคลิกថ្ងៃคลิกកាយណាចិត្តសម្រាប់បងរស៊ីដូចជាអត់មានទេទាំងដៃគូព្រោះតែសារយើងឆ្លងកាត់អាភាពជូរចត់មួយនេះច្រើនហើយមានន័យថាយើងឆ្លងកាត់ឲ្យឈឺចាប់អាការចាប់ផ្ដើមរបស់យើងរហូតមកដល់ប៉ុណ្នេះហ្នឹងពាក្យថាคลิกកាយណាចិត្តគឺ no បាទពេលដែលយើងคลิกកាយពីគ្នាកាន់តែនឹកគ្នាកាន់តែអារម្មណ៍មួយគ្នាប៉ុន្តែអ្វីដែលសំខាន់ហ្នឹងគឺការខលនឹករលឹកគ្នាជាប្រចាំថ្ងៃការគិតពីគ្នាការចង់ដឹងសុខទុក្ខគ្នាទៅវិញទៅមកអញ្ចឹងអាពាក្យថាសម្រាប់បងរ៉េស៊ីមួយពាក្យថាคลิกកាយណាចិត្តគឺអត់មានទេបាទអូខេអញ្ចឹងមានកលឹះអីដើម្បីរក្សាគឺយើងអាសាខលគ្នាតិចតិចហ្នឹងហើយគាត់ទៅជប់លៀងមួយមិត្តភ័ក្តិទៅញ៉ាំអីមួយមិត្តភ័ក្តិក៏ប្រាប់យើងហើយគាត់មកដល់ផ្ទះក៏គាត់ប្រាប់យើងមកញ៉ាំបាយមកអីយើងប្រាប់គ្នាទៅវិញទៅមករហូតចឹងណា long distance ហ្នឹងអ្នកខ្លះគាត់ថាវាអត់ដំណើរការដោយសារតែទី1ខ្ញុំឃើញថាបុគ្គលគឺទៅចូលរួមទាំងពីរនាក់យើងត្រូវចូលរួមមិនមែនបុគ្គលម្នាក់ថិចតែឯងអត់ទេអញ្ចឹងវាអត់ work ទេបើយើង expect ថាឲ្យ relationship ហ្នឹងវាគង់វង្សគឺអត់បានយើងចូលរួមទាំងពីរជាមួយគ្នាហើយមួយទៀតបើយើងស្លាញ់គ្នានៅយើងអត់ឆ្ងាយពីគ្នាយើងមានសកម្មភាពផ្សេងៗដូចជាទៅញ៉ាំអីនៅក្រៅយើងមើលរឿងអីមួយគ្នាប៉ុន្តែអា long distance អាឆ្ងាយហ្នឹងក៏យើងមានសកម្មភាពដូចគ្នាយើងខលមួយគ្នាយើងប្រាប់ពេលថាយើងទៅណាយើងប្រាប់គ្នាសូមអរគុណសម្រាប់ការស្ដាប់32 podcast តាំងពីដើមរហូតដល់ចប់32 podcast គឺជា podcast អំពីទំនាក់ទំនងស្នេហានិងការអប់រំផ្លូវភេទរបស់យុវជន LGBTQI+ មិនថាអ្នកជាសម្ព័ន្ធមិត្ត Ally ឬក៏ជាក្រុមអ្នកស្រឡាញ់ភេទដូចគ្នានោះទេយើងសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តកិច្ចសន្ទនាមួយនេះpodcast នេះអាចធ្វើទៅបានដោយក្រុមការងារជាទីស្រឡាញ់របស់យើងដូចជាសុធីដែលជាកាមេរ៉ាមែនគីរ៉ានិងធីតាជាអ្នកស្រាវជ្រាវមាតិកានិងរូបនាងខ្ញុំនាងបងម៉ាក់ដែលជា editor និងផលិតកររបស់កម្មវិធីមួយនេះ
Sampi Podcast គឺជាផលិតផលរបស់ Sampi TV ដែលជាគម្រោងមួយរបស់ក្រុមហ៊ុន606 Digital ផ្ដល់ជាសារដល់អ្នកដែលបដូរយើងនៅដូចបងថាតើបងមានសារគាត់ដើម្បីលើកទឹកចិត្តថាយើងអាចធ្វើបានក្នុងនាមជាអ្នកបដូរ gender ជាបុគ្គលដែលល្អមួយសម្រាប់សង្គមហើយអាចកសាងគ្រួសារមួយដ៏ល្អទៀត ដូចបងរ៉ាស៊ីបញ្ជាក់ពីខាងដើមអញ្ចឹងដើម្បីឲ្យយើងមានន័យថាដើម្បីស្វែងរកដៃគូមួយដែលស្មោះត្រង់បានលុះត្រាគឺផ្ដើមចេញពីខ្លួនយើង បាន ទីមួយផ្ដើមចេញពីខ្លួនយើងធ្វើជាមនុស្សដែលមានគុណសម្បត្តិឲ្យបានច្រើនជាមនុស្សដែលស្មោះត្រង់ហើយទីពីរគឺធ្វើការសិក្សាជាមួយដៃគូរបស់ពួកគាត់ ហ្នឹងហើយ ធ្វើសិក្សារបៀបម៉េចមិនមែនប្រកាសថាយើងឃើញគ្រាមស្រឡាញ់ផ្លេក Yes ហើយយើងស្រឡាញ់រយៈពេលខ្លីនៅមួយគ្នាហើយយើងលេងសើចអានឹងអត់បញ្ហាប៉ុន្តែអាដៃគូជីវិតគឺយើងត្រូវសិក្សាមួយគ្នាឲ្យបានច្រើនបន្តិចតើតងចំណុចហ្នឹងអាសិក្សាជាធម្មតាមនុស្សប្រុសគាត់មានផ្នត់គំនិតរបស់គាត់ហើយព្រោះកាលណាគាត់យកអ្នកណាគេជាគូអនាគតគាត់ត្រូវសិក្សាពីបុគ្គលហ្នឹងយើងក៏ត្រូវសិក្សាពីបុគ្គលហ្នឹងដូចគ្នា បាទ